អូខេសួស្តីអ្នកនាងនេះគឺជាវីដេអូរបៀបកំណត់តម្លៃថ្លៃដឹកជញ្ជូននៅខេត្តឬក៏ភ្នំពេញអញ្ចឹងអ្នកនាងគ្រាន់ចុចទៅលើពាក្យថាការដឹកជញ្ជូនបន្ទាប់មកក្នុងករណីនេះគឺមានន័យថាបើអ្នកទាំងគ្នាមិនទាន់បើកទេការកម្មង់របស់អ្នកគ្នាគឺ free ដឹកជញ្ជូនមានន័យថាទាំងខេត្តទាំងនៅភ្នំពេញការ order មួយគឺ free ទាំងអស់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់កំណត់មានន័យថានៅភ្នំពេញតម្លៃ delivery ផ្សេងនៅខេត្តតម្លៃ delivery ផ្សេងក្នុងមួយការបញ្ជាទិញអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើពាក្យចុចលើប៊ូតុងនេះនោះវានឹងបើកបន្ទាប់មកក្នុងករណីនេះអញ្ចឹងនៅភ្នំពេញអ្នកនរគ្នាចង់ឲ្យ delivery គាត់ឆាចប៉ុណ្ណាអញ្ចឹងក្នុងករណីនេះអញ្ចឹងនៅភ្នំពេញគឺខ្ញុំសូមដាក់$1ចុះហើយតមកនៅខេត្តគឺខ្ញុំសូមដាក់$2កន្លះចុះអូខេបន្ទាប់មកនៅក្រោមនេះគឺជាកម្រិតទឹកប្រាក់សម្រាប់ការដឹកជញ្ជូនឥតគិតថ្លៃអញ្ចឹងមានន័យថាបើសិនជាមានការកម្មង់របស់ហាងរបស់គ្នាចាប់ពី$20ឡើងទៅនោះមានន័យថាអ្នកទិញគាត់នឹងទទួលបានការដឹកជញ្ជូន free ដោយមិនគិតថ្លៃបើសិនជាអ្នកគ្នាមិនចង់កំណត់ទឹកប្រាក់ឲ្យ free delivery ទេអ្នកនេះគ្រាន់តែដាក់ពាក្យ0ទៅអូខេអញ្ចឹងបើសិនជាអ្នកគ្នាដាក់ចុចពាក្យ0មានន័យថាមិនថាអ្នកទិញគាត់ជាវតំណែងពីអ្នកទាំងអស់គ្នាចាប់ពីតម្លៃប៉ុន្មានទេគឺឲ្យតែ location គាត់គឺនៅភ្នំពេញគឺ$1កន្លះហើយ location នៅខេត្តផ្សេងៗក្រៅពីភ្នំពេញគឺ$2កន្លះហើយបន្ទាប់មកអ្នកគ្នាគ្រាន់តែចុចទៅលើពាក្យរក្សាទុកអូខេអញ្ចឹងការកំណត់តម្លៃដឹកជញ្ជូនរបស់អ្នកបានជោគជ័យហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងមានចម្ងល់អាច comment